នេះប្រជាពលរដ្ឋខ្មែរបរិកម្មទៅរដ្ឋវ៉ាស៊ីនតោនមានទុកដល់គ្រៀងក្រំដោយលោកកម្មរិទ្ធកំឡីដែលជាអ្នកវិភាគនយោបាយនិយាយពិតឃើញពិតនិយាយពិតដូច្នេះគាត់បានអនិច្ចធម៌ដោយអយុត្តិធម៌មានជនមិនស្គាល់មុខបានធ្វើឃាតក្នុងនាមប្រជាពលរដ្ឋនៅក្នុងរដ្ឋវ៉ាស៊ីនតោនសូមជួយរំលែកនៅមរណទុក្ខនិងមរណសញ្ញាដល់គ្រៀងក្រំនេះជូនដល់ក្រុមគ្រួសារព្រមទាំងជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរងទុក្ខទាំងអស់គ្នានៅពេលនេះយើងខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋនៅឯនាយសមុទ្រព្រមទាំងពិភពលោកទាំងអស់ជាពលរដ្ឋខ្មែរគឺសូមជួយស្លៀកពាក់ពណ៌ខ្មៅហើយរំលែកទុក្ខនិងសូមជួយរំលែកទុក្ខដល់ក្រុមគ្រួសារដែលមានបុត្រាចំនួន5នាក់និងភរិយាដែលមានផ្ទៃពោះផងដែរនៅពេលនេះយើងទាំងអស់គ្នាសូមជួយរំលែកទុក្ខហើយសូមឲ្យបងប្អូនទាំងអស់ដែលបានមកទីកន្លែងនេះសូមស្មឹងស្មាត15វិនាទីដើម្បីរំលែកទុក្ខនៅមរណទុក្ខនិងមរណសញ្ញាបាទសូមអរគុណហើយនៅពេលនេះខតដែរខ្ញុំសូមឲ្យបងប្អូន2នាក់ឬ3នាក់ទៀតសូមឲ្យបញ្ចេញជាយោបល់សូមជួយរំលែកទុក្ខផងដែរបាទខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះទេតាទេវៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនទាំងនៅស្រុកខ្មែរទាំងនៅសហរដ្ឋអាមេរិកបងប្អូនដែលបានអញ្ជើញមកជាពិសេសទៅទៀតសូមជម្រាបសួរដល់លោកស្រីដែលត្រូវជាភរិយារបស់លោកបណ្ឌិតកែវលីយើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកស្រីយើងខ្ញុំទាំងអស់គ្នាចង់ជម្រាបលោកស្រីថាមិនមែនមានតែលោកស្រីទេពួកយើងទាំងអស់គ្នាក៏កើតទុក្ខមិនតែលោកស្រីប៉ុន្មានខ្ញុំជាមនុស្សម្នាក់ដែលខ្លាចក្នុង Facebook មិនដែលខ្ញុំចូលនិយាយស្អីទេដោយតាំងចិត្តថាខ្លួនឯងជាមនុស្សល្ងងរកលឺពាក្យទូមានចាស់បុរាណលោកថាបើល្ងងកុំធ្វើចាស់ហាក់ចំណេះឥតខ្លឹមសារអសូរជាតិខេមរារងខ្លោចសាំងដល់សារអ្នកពាក្យទាំងអស់នេះបាននៅក្នុងខ្លួនខ្ញុំធ្វើឲ្យខ្ញុំមិនដែលតែចង់ចេញនិយាយអីប៉ុន្តែថ្ងៃនេះពាក្យទាំងអស់នេះវាបានរសាត់ចេញពីបេះដូងខ្ញុំអស់ហើយដោយសារឈាមក្រហមឆ្អៅរបស់លោកបណ្ឌិតកែវជ្រាបចូលពេញបេះដូងខ្ញុំធ្វើឲ្យខ្ញុំទ្រាំមិនបានឡើងមកពីពេលនេះគឺគ្រាន់តែសុំឡើងមកនិយាយឧទ្ទិសកុសលផលបុណ្យហើយនឹងសូមប្តឹងដល់ពពួកទេវតាដែលលោកមានភ្នែកទឹកត្រជាទឹកសូមលោកជួយដឹងឮនៅសេចក្តីល្អរបស់លោកបណ្ឌិតកែវលីលោកបណ្ឌិតកែវលីជាបណ្ឌិតក្នុងបេះដូងខ្មែរជាបណ្ឌិតទាំងឈ្មោះទាំងកិត្តិយសទាំងការធ្វើទាំងអស់ជាអ្នកមានគុណសម្រាប់ប្រទេសខ្មែររួមផ្សំទាំងសេចក្តីល្អទាំងកុសលដែលខ្ញុំបានធ្វើបុណ្យទាំងអត់បានសូមឧទ្ទិសកុសលដល់លោកឲ្យលោកបានទៅកើតនៅឋានសួគ៌ឋានសុខបើលោកបានទៅកើតនៅឋានសួគ៌ឋានសុខហើយសូមកុំប្រងើយកន្តើយងាកក្រោយឲ្យពោមកដល់កូនខ្មែរប្រុសស្រីឲ្យមានស្មារតីភ្ញាក់ឡើងកុំពវែងកុំព្រោះតែលុយកុំព្រោះតែបុណ្យស័ក្តិកិត្តិយសបន្តិចបន្តួចលើកដៃសម្រាប់ខ្មែរគ្នាឯងដែលមានឈាមរួមគ្នាខ្ញុំចុងក្រោយនេះខ្ញុំមិនមានពាក្យអីវែងឆ្ងាយទេគ្រាន់តែឡើងមកឧទ្ទិសកុសលហើយនឹងជូនបុណ្យកុសលដល់ប្រជាជនខ្មែរយើងទាំងអស់រួមទាំងក្រុមគ្រួសារលោកបណ្ឌិតកែវលីផងសូមឲ្យអ្នកទាំងអស់ទទួលជួបនៅពរពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបើខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតឆ្គំឆ្គងនៅប្រការណាមួយសូមការខន្តីអភ័យទោសឲ្យខ្ញុំព្រះករុណានាងខ្ញុំផងសូមអរគុណខ្ញុំកលាសូមក្រាបថ្វាយបង្គំលាសូមជម្រាបលាជាយោទីជាតបតៃជាយោ Hello, my name is Somali Sek and I want to represent Tacoma, Washington as showing our sympathy or sorrow and our grievance to the family of Mr. Ganley. Our sympathy and our sorrows goes to his family. Please give us 5 seconds for
the grievance to his family, and we are deeply sad about what happened in Cambodia. We want to find justice for him, and we will also looking forward to find justice for him. Please give 5 seconds of silence. Thank you. ខ្ញុំបាទសូមគោរពចំពោះបងប្អូនអស់លោកលោកស្រីដែលជួយមករួមគ្នាលើកជាពុទ្ធបរិស័ទនិងសមាជិកសមាជិកាក្នុងសហគមន៍ខ្មែរនៅក្នុងទីក្រុងតាកម៉ារដ្ឋបោះជំរំនិងរដ្ឋវិទ្យាដែលបានជួយចូលរួមថ្ងៃនេះគឺជាថ្ងៃមហាមរណទុក្ខមួយដែលយើងបាត់បង់នៅមហាកុលបុត្រខ្មែរហើយជាវិជ្ជបណ្ឌិតមួយសំទោសជាបណ្ឌិតមួយខាងផ្នែកវិភាគនៅច្បាប់នៅសង្គមដូច្នេះយើងចូលរួមថ្ងៃនេះគឺរួមនៅមរណទុក្ខដ៏ក្រៀមក្រំក្នុងការបាត់បង់នៅបណ្ឌិតមហាវីរៈបុរសខ្មែរ ម្នាក់គឺបណ្ឌិតកែវលីក្នុងស្ថានភាពនេះគឺយើងធ្វើការកាត់មរណទុក្ខសូមជួយរំលែកទុក្ខក្រៀមក្រំនិងមានការសោកស្ដាយជាទីបំផុតចំពោះការបាត់បង់លោកបណ្ឌិតកែវលីនេះហើយយើងក៏សូមចូលរួមនៅកាត់មរណទុក្ខមិនត្រឹមតែបណ្ឌិតកែវលីទេលោកជាវិជាជនវិធីនិងវីរៈជនខ្មែរទាំងអស់ដែលបានមកជាជីវិតដើម្បីការពារសិទ្ធិសេរីភាពនិងសិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានៅក្រោមរបបផ្ដាច់ការរបស់អតីតយួនហ៊ុនសែននិងបកពួកវាយើងសង្កេតថារដ្ឋាភិបាលអាមេរិកនិងសហគមន៍អន្តរជាតិកំពុងធ្វើការដើម្បីរកយុត្តិធម៌និងដើម្បីរកសន្តិភាពដ៏ពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរដូច្នេះថ្ងៃនេះយើងទាំងអស់គ្នាសូមផ្ដាំនិងសូមចូលរួមមរណទុក្ខដល់ជនជាតិខ្មែរដែលកំពុងតស៊ូដើម្បីសេរីភាពនិងសិទ្ធិជាប្រទេសពិតប្រាកដដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីការក្រោមនឹមអាណាចក្រយួននិងបរទេសជិតខាងហើយខ្ញុំក៏សូមថ្លែងអំណរគុណជាថ្មីម្ដងទៀតនៅសម្ដានចិត្តរបស់បងប្អូនខ្មែរដែលកំពុងតស៊ូទោះបីជាក្រោមការគំរាមកំហែងការសម្លាប់យ៉ាងណាក៏ដោយក៏នៅតែប្រឹងប្រែងក្រោកឈរឡើងហើយយើងសង្ឃឹមថាយុត្តិធម៌នឹងឈ្នះអយុត្តិធម៌ហើយយើងនឹងសង្ឃឹមថាការតស៊ូរបស់បងប្អូនពិតជាមានតម្លៃហើយបងប្អូនក៏អស់សង្ឃឹមថាប្រជាពលរដ្ឋខ្មែរយើងនៅគ្រប់ទូទាំងប្រទេសនៅលើសកលលោកនៅក្រៅប្រទេសគឺតែគ្រប់គ្រងនិងតស៊ូជានិច្ចដូចជាសកម្មភាពថ្ងៃនេះគឺយើងធ្វើជាកម្មវិធីជាពាក់ពណ៌ខ្មៅនេះគឺបង្ហាញពីការឆន្ទៈរបស់បងប្អូនដើម្បីព្យាយាមគ្រប់គ្រងនៅសកម្មចិត្តនៅកម្លាំងទឹកចិត្តតស៊ូស្នេហាដើម្បីរើបំរាស់ពីរបបផ្ដាច់ការកុម្មុយនីសដែលមានយួនហាណូយជាមេខ្លោចដូច្នេះខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់និងសូមប្រសិទ្ធពរជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ក្រោកឈរឡើងតស៊ូទៅទៀតដើម្បីយុត្តិធម៌ជាយោយុត្តិធម៌ជាយោរដ្ឋាភិបាលប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារបបផ្ដាច់ការត្រូវតែបរាជ័យសូមអរគុណបាទសូមអរគុណបាទថ្ងៃនេះខ្ញុំបាទឈ្មោះបបឆេងជាគណៈកម្មការវត្តសាមគ្គីរតនារាមក៏មកទៅជាបងប្អូនចំនួនដែលចូលរួមនៅក្នុងវត្តសាមគ្គីរតនារាមយើងនេះគឺមកសូមចូលរួមនៅមរណទុក្ខបរិសុទ្ធវីរៈបរិសុទ្ធខ្មែរយើងគឺលោកកែវលីដែលបានត្រូវចូលមរណកាលទៅយ៉ាងអនាគតធំដោយប្រភេទអយុត្តិធម៌បើស្រាប់តែលោកហ៊ានបកស្រាយនិយាយភាពត្រឹមត្រូវនៅក្នុងសង្គមខ្មែរដើម្បីឲ្យកុលបុត្រអង្គលីតាខ្មែរឲ្យបងប្អូនខ្មែរគ្រប់ស្ទាប់វណ្ណៈទាំងអស់បានយល់ដឹងពីស្ថានភាពនៅសង្គមខ្មែរសប្តាហ៍នេះអ្នកស្នេហាជាតិពិតប្រាកដដូចជាលោកកែមលីទោះបីដឹងថាការបកស្រាយវិភាគរបស់លោកខ្លឹមសារបញ្ចេញទៅនឹងធ្វើឲ្យមានពីការទាស់ចិត្តហើយនឹងការគំរាមកំហែងហើយនឹងការប៉ះពាល់ដល់អាយុជីវិតលោកក៏ដោយក៏លោកនៅតែធ្វើដោយលោកជឿជាក់ថាអ្វីដែលលោកធ្វើគឺជាភាពត្រឹមត្រូវដើម្បីជាប្រយោជន៍របស់សង្គមខ្មែរយើងប្រជាជាតិខ្មែរយើងតែកុលបុត្រកុលសិកាកូនខ្មែរយើងទាំងអស់គួរតែក្រោកឡើងគួរតែដឹងឡើងហើយឲ្យខ្មែរយើងគ្រប់ស្រទាប់វណ្ណៈទាំងអស់ទាំងក្នុងទាំងក្រៅប្រទេសជឿជាក់ថាអ្នកស្នេហាជាតិពិតមិនខ្លាចនឹងពលិជីវិតបូករួមទាំងការគម្រាមកំហែងយ៉ាងណាក៏ដោយគឺមានតែអ្នកស្នេហាជាតិខ្លាយក្រុមអាយ៉ងយួនដែលកំពុងតែធ្វើការស្នេហាខ្លាំងដែលការលុបជាតិ
លោកទឹកលោកដីធ្វើជាខ្ញុំបញ្ជាក់យួនបំណងដែលវាតាមខ្លួនជាអ្នកខ្លាំងក្លាលទ្ធិប្រជាធិបតេយ្យកើតឡើងគឺការរួមគឺការស្នេហាជាតិគឺការគ្រប់គ្រងអសាងជាតិមិនមែនការជិះជាន់សង្កត់សង្កិនរៀងយកដីធ្លីរៀងស្ទើរតែមួយប្រទេសដែលខ្វះការរស់នៅជីវភាពអន់ថយពុកម៉ារីស្ទើរប្រត់ប្រាស់ឪពុកម្ដាយដោយសារតែធ្វើចំណាក់ស្រុកកុលបុត្រកុលធីតាចំនួនក្រោយគឺខ្វះខាតវិជ្ជាចេះដឹងទាំងផងទាំងពួងនេះគឺជានយោបាយរបស់យួនឈ្លានពានដែលវាបានគ្រប់ជាយូរជុំមកហើយក្នុងគោលការណ៍បង្អាក់បន្ទុកខ្មែរយើងគ្រប់សម្ព័ន្ធវណ្ណៈទាំងអស់មិនឲ្យមានការចេះដឹងវាកាត់ផ្ដាច់នៅអ្នកដែលចេះដឹងអ្នកដែលជំនាញការផ្សេងក្នុងការមិនចង់ឲ្យកុលបុត្រកុលធីតាខ្មែរចំនួនក្រោយបានដឹងច្បាស់ពីភាពផែនការពិតប្រាកដរបស់វាដូច្នេះថ្ងៃនេះខ្ញុំមានភាពឈឺចាប់ជាខ្លាំងដោយអ្នកស្នេហាជាតិម្នាក់ដែលមានចំណេះចេះដឹងបានត្រូវវាលោកយើងទៅដោយសារតែការនិយាយបកស្រាយរឿងពិតនៅក្នុងសង្គមរបស់ខ្មែរដូច្នេះតាមនាមខ្ញុំជាគណៈកម្មការនៅវត្តសាមគ្គីរតនារាមទាំងមូលបងប្អូននិងសមាជិកវត្តហើយនិងបងប្អូនទាំងអស់ដែលជាអ្នកជឿលើលទ្ធិប្រជាធិបតេយ្យពិតប្រាកដសូមអំពាវនាវដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុកនិងស្រុកបណ្ណៈទាំងអស់យើងមានតែការរួមក្រោកឡើងតតាំងប្រឆាំងដល់ធ្វើនៃការនេះទេយើងអាចឈ្នះវាបានបើមិនក្នុងទេទៅអនាគតកូនចៅយើងខ្លាចទៅជាម្ចាស់យួនហើយក៏នឹងទៀតបែបទៀតថាហេតុអ្វីបានជាបុព្វបុរសយើងជំនាន់មុនមិននាំគ្នាក្រោកឡើងតស៊ូហេតុអីបានជាយើងក្លាយទៅវាឲ្យជីជាប់ហេតុអីដូច្នេះហើយបានជាយើងរងគ្នាខ្លាយទៅជាម្ចាស់របស់គេដែលមិនមានអ្វីបន្តតាំងទេយួនវាបានគ្រូទុកនៅរកមជ្ឈមបាយទាំងអស់ក្នុងការប្រតិបត្តិខ្មែរយើងក្នុងការជីជាប់ក្នុងការស្លៀកពានដូច្នោះមូលហេតុដែលវាធ្វើអ្វីទាំងអស់គឺវាចង់បាក់ទឹកដីខ្មែរយើងដំបូងរបស់គឺវាកាត់បន្ថយនៅអ្នកចេះទៅនៅពេលដែលវាប្រតិបត្តិនៅអ្វីបានទាំងអស់វានឹងផ្លាស់ប្ដូរនៅឈ្មោះផ្លូវឈ្មោះខ្នងឈ្មោះស្រុកក្រោយវាបានហើយគួរជារាប់រយឆ្នាំទៅដល់ក៏វានឹងផ្លាស់ប្ដូរនៅឈ្មោះយើងទៀតអ្វីដែលខ្ញុំដឹងគឺខ្ញុំមានការឈឺចាប់បន្ទាប់ពីខ្ញុំបាននិយាយជាមួយអាយុម្នាក់ដែលទៅនៅទីខាងរបស់ខ្ញុំវាបានថាអ្នកឯងនៅស្រុកនេះខ្ញុំនៅស្រុកនេះខ្ញុំមិនខ្លាចនឹងនិយាយអ្នកឯងដឹងទេគឺនិស្សិតរបស់យួនគ្រប់សន្តិទាំងអស់ពេលទៅចូលសាលាយួនគេបាននិយាយប្រាប់ថាទឹកដីខ្មែរគឺជាទឹកដីយួនសម្រាប់ណាយួនត្រូវតែឈ្លានពានគ្រូក្នុងមួយឆ្នាំយើងយកបានទឹកដីខ្មែរមួយចំអានទៅដល់គឺយើងត្រូវតែធ្វើបើយើងមិនធ្វើយើងមិនបានទេយើងត្រូវតែឈ្លានពានយកទឹកដីខ្មែរគ្រូមួយឆ្នាំយើងយកមួយចំអានបានទៅដល់រាប់រយឆ្នាំទឹកដីខ្មែរគុំទៅអស់ទេនេះខ្ញុំត្រូវឲ្យប្រាប់ដឹងថាមហិច្ឆតារបស់យួនវាមានគម្រោងខ្លាំងក្លាក្នុងការលេបបំផាត់យកទឹកដីខ្មែររបស់យើងថ្ងៃនេះខ្ញុំឈឺចាប់ក្នុងខ្លួនជាខ្លាំងដោយសារបាត់បង់អ្នកស្នេហាជាតិម្នាក់គឺលោកកែមលេសូមអរគុណលោកបាទយោលទ្ធិប្រជាធិបតេយ្យយោខ្មែរអើយភ្ញាក់ឡើងត្រូវដោះខ្លួនដេញហានុយយួនចោលប្លន់ទឹកដីធ្វើតាមសទ្ធិសញ្ញា23តុលាប្រពៃឆ្នាំ91